Okay. តោះសួស្តីអ្នកទាំងអស់គ្នានេះជារបស់10ដែលខ្ញុំអត់បានទី1អីដែលខ្ញុំអត់បានគឺយាហនុមានបាទដោះស្រាយតែបងប្អូនឯងដឹងយាហនុមានគឺជា family business របស់ពួកខ្ញុំបាទហើយអ្នកទាំងអស់គ្នាអាចដឹងថាពេលយើងមានកម្មវិធីដូចជា birthday ក៏មានកម្មវិធីពេលយើងបានបន្ទុកល្អក៏អីក៏ដោយយើងអាច celebrate the moment ជាមួយប៊ីយ៉ាហើយជាពិសេសបងប្អូនបានកុំភ្លេចកុំតហនុមានផងបាទណាហើយបើសិនជាស្រវឹងសូមកុំបើកបបបាទទី2គឺជា skin care របស់ខ្ញុំបាទពេលខ្ញុំងើបពីគេងមកខ្ញុំតែងតែប្រើ skin care មកពីខ្ញុំចង់ឲ្យ skin ខ្ញុំស្អាតបាតហើយរលោងដែរហើយបងប្អូនខ្ញុំពេលខ្ញុំងើបមកខ្ញុំប្រើ face wash ហើយចេញពី face wash ខ្ញុំប្រើ toner ហើយខ្ញុំប្រើ moisturizer ហើយខ្ញុំមាន black hat បងចឹងខ្ញុំមានសេរ៉ូមនេះមកពី Dermacare Skin Clinic ចឹង shout out to Dermacare បងប្អូនអាចឆែកបានមិនពេញយើងទេរបស់ខ្ញុំដែរជា Skin Care Clinic របស់ខ្ញុំដែរទី3គឺជាបាល់ទះមកពីខ្ញុំការពិតជាខ្ញុំហ្មងខ្ញុំ very active ខ្ញុំចេះលេង sport ច្រើនដូចជាបាល់ទះបាល់ទាត់បាល់បោះមកតែពីបាល់ទះឲ្យខ្ញុំលេងរៀងប៉ាកែជាងគេបងហើយនៅពេលខ្ញុំនៅ high school ខ្ញុំ join team របស់ខ្ញុំហើយខ្ញុំបានលើកពានបាន2ដងបាទ2ដងដែរមិនចង់អួតអីគ្រាន់តែលេងគាត់បាល់ដែរមកពីក្រុមរៀងខ្លាំងដែរខ្ញុំលេងជា setter ហ្នឹងខ្ញុំលេងជាអ្នកលើកបងអ្នកលើកបាល់ចឹងបាទឥឡូវរៀងធ្លាក់ដៃតិចតែបើណាគេចង់សាកដៃអាចសាកបានទី4គឺជានាឡិការបស់ខ្ញុំបាទមកពីបងប្អូនអាចដឹងពេលវេលាមានតម្លៃណាហើយខ្ញុំក៏ចូលចិត្ត collect នាឡិកាដែរមកពីខ្ញុំគិតថាជាមនុស្សប្រុសនាឡិកាជា accessory មួយដែលមនុស្សប្រុសត្រូវមានដើម្បីមើលថែមហើយ also make you look and feel like a man បងហើយតែខ្ញុំដឹងនាឡិកា there's a lot of stories behind a watch ដូចពេលយើងមាននាឡិកាអញ្ចឹងយើងអាច pass it down ទៅកូនយើងបានក៏ grandchildren យើងបានដើម្បីឲ្យពួកគាត់ទុកដើម្បីមាន memories along the way ដូចថាបើសិនជាពេលខ្ញុំ graduate អញ្ចឹងខ្ញុំមាននាឡិកាមួយដើម្បី mark achievement របស់ខ្ញុំទី5ផងហ្នឹងនៅនេះសោះនេះតែបងណាវ៉ែនតាខ្ញុំបាទទី5ជាវ៉ែនតាខ្ញុំមកពីខ្ញុំមើលមេរៀនច្រើនពេកខ្ញុំអានសភៅច្រើនពេកអញ្ចឹងវាឈឺភ្នែកដែរអញ្ចឹងខ្ញុំមិនញោមដែរឥឡូវបាទអញ្ចឹងឥឡូវវាតែការវ៉ែនតាពាក់អញ្ចឹងណាបាទទី6គឺជាហ្គីតាខ្ញុំបាទខ្ញុំលេងហ្គីតាមកពីនេះជាពេលខ្ញុំ stress ហើយអញ្ចឹងយើងអាចលេងហ្គីតាដើម្បី release stress យើងហើយសប្បាយកំសាន្តអញ្ចឹងហើយហ្គីតាយើងយកទៅណាក៏បានហើយខ្ញុំ self talk ខ្លួនឯងទេខ្ញុំអត់មានគ្រូអីជួយខ្ញុំលេងអីទេខ្ញុំ self talk ខ្លួនឯងមើល YouTube ហើយចេះលេងអាគ័រហើយកេះចេះកេះទៅហើយបើសិនជាត្រូវអត់ត្រូវហើយយើងលើតាមហ្នឹងទៅបាទខ្ញុំចេះលេងហ្គីតាឥឡូវហ្នឹងហើយខ្ញុំជិតច្រៀងដែរបាទទី7ញ៉ាំព្រំសក់ហើយសម្រាប់ធ្វើសក់របស់ខ្ញុំមកវិញខ្ញុំគិតថានៅខ្ញុំបើសិនខ្ញុំមកធ្វើសក់ទេមកខ្ញុំមិនចេះហើយមកខ្ញុំមិនចេះមើលទៅមើលអត់ចូលហ្មងតែបើខ្ញុំធ្វើហើយមកខ្ញុំមិនចេះទី8ទឹកអប់របស់ខ្ញុំបាទ love it បងខ្ញុំគិតថាពេលបងប្អូនទាំងអស់គ្នា smell good you also feel good ចឹងអានេះជា essential របស់ខ្ញុំដែរខ្ញុំចូលចិត្តប្រើទឹកអប់ណាស់ពេលខ្ញុំងើបឡើងក៏ខ្ញុំបាញ់ទឹកអប់ពេលខ្ញុំនៅក្នុងផ្ទះក៏ខ្ញុំបាញ់ដែរទឹកអប់ដែលខ្ញុំស្រឡាញ់ជាងគេឥឡូវគឺជានេះបងប្អូនទាំងអស់គ្នាអាចឃើញបាទ Tom Ford Cafe Rose អានេះជាក្លិនមួយដែលខ្ញុំចូលចិត្តក្លិនដូចពេលយើងបាញ់ទៅ smell ដូច man ចឹងបាទ
ទី9គឺជាឲ្យ Scafe របស់ខ្ញុំបាទបងប្អូនអរគ្នាអាចដឹង Scafe ជា brand របស់ខ្ញុំហើយខ្ញុំធ្វើកៅអៅដូចជាកៅអៅយឺត hoodie cow សម្រាប់ពាក់ជា everyday apparel essential របស់ខ្ញុំមកពីខ្ញុំគិតថានៅស្រុកខ្មែរក្តៅណាស់ចឹងខ្ញុំច្រើនតែធ្វើ T-shirt ឲ្យច្រើនហើយ design លយដើម្បីពាក់ពេលខ្ញុំពាក់កៅអៅ Scafe ទៅខ្ញុំមានអារម្មណ៍ថា oh like it's cool it's hippie and ខ្ញុំគិតថាyeah ពេលខ្ញុំពាក់ទៅ you feel good you know it looks good the material and everything is top quality ហើយខ្ញុំគិតថាបើបងប្អូនអាចបានជួយ support ខ្ញុំផងមកពីខ្ញុំនឹងចិត្តចេញ drop ហើយខែ April នេះនៅចិត្តចូលឆ្នាំខ្មែរអញ្ចឹងកុំភ្លេចតាមដានបាទទី10គឺជាទូរស័ព្ទរបស់ខ្ញុំបាទខ្ញុំគិតថានៅក្នុង this day and age ទូរស័ព្ទគឺជារបស់សំខាន់មួយមកពីទី1ខ្ញុំនៅក្រៅប្រទេសខ្ញុំរៀននៅក្រៅប្រទេសអញ្ចឹងដើម្បីតំណែងតំណងជាមួយប៉ាម៉ាក់ខ្ញុំហើយពុកម៉ាក់ខ្ញុំនៅស្រុកខ្មែរខ្ញុំត្រូវទេទៅគាត់សួរសុខទុក្ខគាត់លេងហើយ yeah it's very important to create communication ជាមួយប៉ាម៉ាក់ខ្ញុំហើយពុកម៉ាក់ខ្ញុំនៅនេះហើយទី2ខ្ញុំគិតថានៅក្នុង this day and age គឺជា age មួយដែលវាជឿនលឿន technology ជាច្រើនបានtake over ហើយអញ្ចឹងទូរស័ព្ទនេះយើងអាចតាមដានជាមួយ the up and coming technology នៅក្នុងប្រទេសយើង so អាហ្នឹងជាសំខាន់មួយដែរមកពីយើងត្រូវតែ always update ទេបងអូខេហើយបងបាទអូបងណាផ្លិចអេអូខេបងមកចង់បងបងតើអរគ្នាចង់ដឹងអត់ថាបងនឹងអីគេអូខេអាហ្នឹងជាអីគេមិនថយមិនសម្រាប់លេងថយទេណាមកនេះ I show you នេះអូខេអូបាទអ្នកទាំងអស់គ្នាណានេះគឺជាឡាន off road បាទអ្នកទាំងអស់គ្នាអាចដឹងខ្ញុំចូលចិត្ត off road ណាខ្ញុំចូលចិត្ត off road មកពីវា help relieve stress ខ្ញុំដែរបាទខ្ញុំដូចពេលខ្ញុំ hot ពេលខ្ញុំមានពេលទំនេរអញ្ចឹងខ្ញុំច្រើនទៅ off road នៅប្រសិទ្ធបើមិនប្រសិទ្ធទេនៅគិរីរំក៏នៅមណ្ឌលគិរីហើយបងប្អូនអាចឃើញនៅក្នុងវីដេអូរបស់វណ្ណដាមួយដោយមហាចតាខ្ញុំបាន off road ជាមួយគាត់នៅគិរីរំឯដែរខ្ញុំបានជូនគាត់ទៅដែរអញ្ចឹងខ្ញុំជួយខែវិស័យហ្នឹងមកពីពេលខ្ញុំទៅ off road ទៅខ្ញុំបាន interact ជាមួយ nature ខ្ញុំអាចពេលខ្ញុំអាចលេងបានទៅលឿនអញ្ចឹងវាមាន adrenaline ណាហើយវាក៏វាសប្បាយដែរអញ្ចឹងអូខេ Okay, bye bye. អរគុណច្រើនអ្នកទាំងអស់គ្នាបានមានតែប៉ុណ្្នឹងទេ Thank you